បាទដោយសារតែមួយរយៈនេះបាទដោយសារតែ Facebook បាទគឺបានទម្លាក់នៅចលែងថ្មីផងដែរបងប្អូនដោយសារតែចលែងថ្មីនេះគឺយើងគោលការណ៍របស់ Facebook គឺយើងតម្រូវឲ្យយើងរក 300k view ដើម្បីយើងដាក់ពាក្យស្នើសុំជាមួយនឹងក្រុមហ៊ុន Facebook បានផងដែរហើយខ្ញុំក៏វីដេអូនេះគឺខ្ញុំគ្រាន់តែចង់ចែករំលែកបទពិសោធន៍របស់ខ្ញុំតែប៉ុណ្ណោះដោយសារតែខ្ញុំក៏ធ្លាប់ធ្វើពីមុនគឺថាមិនមែនជាជើងខ្លាំងស្រាប់រលួយ Facebook បានច្រើនទេគ្រាន់តែបទពិសោធន៍ខ្ញុំបានចេះបន្តិចបន្តួចខ្ញុំក៏ចង់ចែករំលែកទៅបងប្អូនផងដែរបាទហើយខ្ញុំនេះគឺយើងចង់និយាយអំពីបញ្ហាបងប្អូនដែលទៅចាប់ដើមរលួយជាមួយ Facebook បងប្អូនសាររយៈនេះឃើញគេផ្ទុះច្រើនដូច្នេះពេលខ្លះបងប្អូនយើងឃើញគេផុសមកបានលុយ10,000 10,000ទេគិតចង់ប្រឡូកចង់ស្អាតចង់ធ្វើវីដេអូចង់ធ្វើជា creator ចង់រលួយប្រហែលជាគិតថាការរលួយជាមួយ Facebook ប្រហែលជាស្រួលដូចគេធ្វើបងប្អូនដៃចាស់ដែលគេរកបានច្រើនអាហ្នឹងគេធ្លាប់ធ្វើអាហ្នឹងចង់និយាយថាដូចជាគេធ្វើអាជីវកម្មបងប្អូនបើសិនតែគេធ្លាប់បើកហាងគេមានបទពិសោធន៍ក្នុងការធ្វើទីផ្សារអាហ្នឹងវាលឿនទេបងប្អូនដើម្បីគេហាងគេលលំឬក៏ឧទាហរណ៍ថា Facebook គេខូចមួយគេដោយសារគេមាន Facebook ច្រើនដូច្នេះគេងាយនឹងកសាងមកវិញបាទទៅចំពោះបងប្អូនយើងដែលថាថ្មីដូចខ្ញុំក៏ធ្លាប់មានបទពិសោធន៍ជាដៃថ្មីដែលគាត់ថាឥឡូវវាមិនជាដៃថ្មីប្រហែលនេះវាអាចយល់ពីគោលការណ៍របស់ Facebook ខ្លះដូច្នេះយើងក៏ចែករំលែកបទពិសោធន៍នោះចំពោះបងប្អូនទើបតែចង់រលួយជាមួយ Facebook ផងដែរបាទគឺទី1ខ្ញុំចង់និយាយពីបងប្អូនគឺហាមដាច់ខាតបងប្អូនគឺហាមទិញ page គេចាក់ follow ចាក់ view បងប្អូនតែបងប្អូនចង់បានលុយលឿនដោយសារឥឡូវនេះ Facebook វាតម្លាក់ challenge ថាយើងធ្វើ 300k view ដូច្នេះបងប្អូនឯងថ្មីតែគិតពេលខ្លះគាត់ចេះធ្វើវីដេអូទេគិតឃើញគេធ្វើនេះនោះទៅគិតថាបានទៅគិតថាការធ្វើវីដេអូឬការថតឲ្យលេងដើមឈើអ៊ុយតិចតួចទេសភាពចាប់អ៊ុយស្វាចាប់ត្រីតិចតួចមកវីដេអូស្មានតែបានលុយគឺវាបានទេបងប្អូនគឺប្រៀបដូចជាយើងរស់ស៊ីបាទបងប្អូនគឺយើងបើកហាងមិនមានបើកមួយថ្ងៃវាបានលុយរាប់ម៉ឺនទៅយើងចាប់ដើមពីការផលិតវីដេអូពី1 2 3 4 5 10រហូតដល់យើងចាប់ដើម follow ចាប់ពី1 follow 2 follow 3 follow រហូតដល់គេស្គាល់យើងច្រើនទើបយើងអាចដោយតាហាងយើងមានអតិថិជនច្រើនដូច្នេះយើងងាយស្រួលក្នុងការរកចំណូលផងដែរដូច Facebook គឺវាដូចគ្នាមិនថា Facebook បណ្ដាការងារអ្វីទេបងប្អូនគឺយើងចាប់ដើមពី0ហើយចាប់ដើមពីខ្លួនយើងមិនអាចរំពឹងពីអ្នកណាមកជួយយើងបានទេទី1គឺយើងត្រូវសម្រេចខ្លួនយើងតែយើងមានសមត្ថភាពថតវីដេអូខ្លួនឯងឬក៏អត់គឺយើងដើរលួចវីដេអូពីគេឬក៏យើងចាក់ follow ចាក់ម៉ោងដើម្បីគ្រប់គោលការណ៍គឺក្រុមហ៊ុនបាទក្រុមហ៊ុនគេធំបានគេមិនមែនមកឲ្យយើងបោកប្រាស់គេបានទេសារគេជាក្រុមហ៊ុនគេគ្រប់គ្រងមកពិភពលោកបងប្អូន Facebook គឺក្រុមហ៊ុនធំមកទូទាំងពិភពលោកដូច្នេះយើងម្នាក់ពីរនាក់ចង់បោកគេបំផ្លាញបោកគេវាអាចបោកបានពេលខ្លះខ្សែ SIM គេ error ឬក៏វាដំបងនេះនឹកឃើញតែយករកបានតិចតួចទេគេចិត្តអនុគ្រោះទៅពេលតែគេចាប់បានគេនឹងបិទផងដែរបាទតោះថ្ងៃនេះគឺខ្ញុំអត់មានបេច្រើនទេដោយសារយើងនិយាយច្រើនគ្រាន់តែវាចេះតែវីដេអូចេះតែវែងដូច្នេះយើងកាត់ឲ្យខ្លីគឺខ្ញុំគ្រាន់ប្រាប់បងប្អូនថាសម្រាប់បងប្អូនដែលចង់រកលុយជាមួយ Facebook ដៃថ្មីគឺបងប្អូនហាមទិញ page គេហើយនឹងហាមចាក់ follow ចាក់មកគឺបងប្អូនត្រូវធ្វើតែខ្លួនឯងផងដែរបាទ